សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel Mr. Jimmy ថ្ងៃនេះដែរ admin មានអត្ថបទរឿងអក្សរសិល្ប៍បែបសង្ខេបមួយយកមកបង្ហាញនិងបង្រៀនបងប្អូនទាំងអស់គ្នាបន្ថែមទៀតរឿងនោះមានចំណងជើងថារឿងចេះតែតបជែកបងប្អូនចង់សិក្សាមួយ admin អត់តោះសិក្សាមួយ admin បន្តទៀតបានអ្នកខ្លះចេះហើយក៏ស្ដាប់បន្ថែមទៅដើម្បីបង្កើនចំណេះដឹងដល់បងប្អូនហើយបងប្អូនខ្លះមិនទាន់ដឹងក៏ព្យាយាមស្ដាប់ admin អានទៅបងប្អូនទទួលបានចំណេះដឹងបន្ថែមទៀតហើយ admin នៅពេលដែលអានរឿងនឹងចប់ admin នឹងច្បាច់យកកន្លែងចំណុចសំខាន់និងសំណួរយកមកបង្ហាញអ្នកទាំងអស់គ្នាហើយសំណួរអស់នោះនឹងដាក់ឲ្យបងប្អូនធ្វើយ៉ាងណាថាបងប្អូនយល់បានប៉ុន្មានចេះបានប៉ុន្មាន%ដែរអូខេជាងអានតែរឿងយើងតែម្ដងទៅរឿងចេះស្តុកជែកនៃនិពន្ធលោកញឹមងិនការកំណត់តែង1889នៃគ្រិស្តសករាជអត្ថបទរឿងសង្ខេបកាលនោះមានស្ត្រីម្នាក់ឈ្មោះភុកសិទ្ធិនៅស្រុកសំទោសអ្នកទាំងអស់គ្នាកាលនោះមានស្ត្រីម្នាក់ឈ្មោះធនកិច្ចនៅស្រុកនិគមក្រៀមនានគរហង្សាវតីដែលមានទ្រព្យសម្បត្តិច្រើនរហូតដល់80កោដឃ្លាំងនៅស្រុកមួយទៀតក្នុងនគរដដែលគឺស្រុកបញ្ចន្ទក្រៀមដែលមានស្ត្រីម្នាក់ទៀតឈ្មោះថាភុកសិទ្ធិគឺជាអ្នកមានសម្បត្តិតបស្ដំដូចគ្នាតែអភ័ព្វត្រង់គ្មានកូនស្នងត្រកូលក្រោយមកលើដំណឹងថានៅវត្តព្រះធាតុស័ក្តិសិទ្ធិអ្នកគ្មានកូនចៅទៅបន់ស្រន់បានដូចចិត្តសិទ្ធិទាំងពីរបានទៅដល់ទីនោះដំណើរគ្នាដើម្បីបន់ស្រន់សម្បត្តិហើយក៏សូមគ្នាធ្វើខ្លាមរៈដោយសន្យាថាបើម្នាក់មានកូនប្រុសម្នាក់ទៀតមានកូនស្រីនឹងធ្វើដំណងនឹងគ្នាតែបើស្រីឬប្រុសដូចគ្នានឹងធ្វើជាខ្លាមរៈគ្នាក្រោយមកធនសេដ្ឋីមានកូនប្រុសម្នាក់ដែលជាតួអង្គពោធិសត្វចំណែកឯនាងដែលជាកន្សៃសារពេជ្រក៏មកចាប់កំណើតនឹងលោកភុកសេដ្ឋីពួកគេបានដឹងដំណឹងពីគ្នាទៅវិញទៅមកអំពីបុត្រដោយហេតុថាទេវបុត្រដែលមកចាប់កំណើតក្នុងផ្ទៃនៃភរិយាលោកធនសេដ្ឋីជាអនាគតនៃពោធិសត្វបានបណ្ដាលឲ្យលោកធនសេដ្ឋីកើតមានចិត្តជ្រះថ្លាហើយក៏បានបរិច្ចាគធនដែលខ្លួនមានទៅដល់ជនក្រីក្រស្មោយ៉ាយ៉ចំណែកការក្រោយមកលោកធនសេដ្ឋីក៏រលំរលាយអស់ទ្រព្យសម្បត្តិគ្មានសល់គាត់ជួននៅពេលនោះព្រះឥន្ទ្រាធិរាជចាស់ត្រូវអស់បុណ្យដែលជាហេតុនាំឲ្យគេទៅអញ្ជើញលោកធនសេដ្ឋីទៅសោយរាជ្យនៅខាងលើដល់ពេលលោកធនសេដ្ឋីស្លាប់ទៅនាងជាប្រពន្ធគ្មានសល់ទ្រព្យសម្បត្តិអ្វីធ្វើបុណ្យហើយក៏រស់នៅជាអ្នកសុំទានគេពីស្រុកមួយទៅស្រុកមួយដោយជីវភាពក្រលំបាក់ពេកនាងជាម្ដាយក៏នឹកឃើញអតីតខ្លាមរៈរបស់សិទ្ធិជាប្តីក៏ធ្វើដំណើរទៅដល់ផ្ទះលោកភុកសិទ្ធិជួបនឹងអ្នកយាមក៏ទៅប្រាប់លោកភុកសិទ្ធិភុកសិទ្ធិគិតថាពីមុនវាមិនអីទេតែឥឡូវដល់ថ្នាក់សុំទានគេទៅហើយធ្វើមិនដាច់កើតក៏ឲ្យអ្នកយាមប្រាប់វាថាគាត់មិនដែលដឹងមិនដែលស្គាល់អ្វីទេដោយសារតែនាងចេះតែចេះចង់ជួបមុខលោកភុកលោកសិទ្ធិក៏បានឲ្យអ្នកយាមវាធ្វើបាបទៅលើនាងជាម្ដាយជាទម្ងន់ហើយក្រោយមកក៏ត្រូវស្លាប់នៅក្នុងព្រៃចែកតបជ័យក៏អស់ទីពឹងពាក់ដោយចង់រកលុយដើម្បីបញ្ចុះសម្ម្ដាយចែកតបជ័យក៏បានយកបន្តោងដែលនៅជាប់នឹងកទៅលក់ដើម្បីទិញក្តាមឈូកនិងជួលគេឲ្យជួយបញ្ចុះសម្ម្ដាយដោយគ្មានអ្វីទ្រព្យបានមកឈូសវាក៏ដោះសម្លៀកបំពាក់វាយកទៅទ្រព្យបានមកឈូសឲ្យម្ដាយទៀតហើយវាយកស្រទាប់ចេកមកចងដើម្បីបិទបាំងរាងកាយចាស្រទាប់ចេកបានដេកចាំភ្នំម្ដងម្ដាយហើយថ្ងៃមួយវាបានឃើញដល់ម្ដាម្ដាយបានថាសូមឲ្យវាទៅរកគ្រូអាចារ្យម្នាក់សូមស្នាក់អាស្រ័យនឹងរៀនសូត្រផងក្រោយមកចាស្រទាប់ចេកក៏បានធ្វើដំណើរទៅដល់ផ្ទះលោកគ្រូចៅអធិការគឺតិសាបមកដើម្បីធ្វើជាអ្នកបម្រើហើយពីដំបូង
នោះអត់បានរៀនសូត្រអ្វីទេនិយាយពីបុត្រីរបស់លោកភោគសេដ្ឋីឈ្មោះនាងកេសរមាលានៅពេលដែលនាងឃើញឪពុកធ្វើបាបអ្នកយាមធ្វើបាបទៅលើអ្នកទាំងនោះនាងក៏មានចិត្តអាណិតអាសូរហើយនាងចំណាំមុខយ៉ាងច្បាស់តែនាងពុំដឹងជាធ្វើដោយម្ដេចហើយការអាណិតអាសូរពីមួយថ្ងៃទៅមួយថ្ងៃកើនឡើងក៏ម្ដាលឲ្យនាងមានជំងឺលោកសេដ្ឋីពុំដឹងធ្វើម៉េចឲ្យកូនរបស់ខ្លួនជាសះស្បើយថ្ងៃមួយនាងនឹកឃើញថាបាននាងទៅនៅឯផ្សារប្រហែលជានាងមានឱកាសច្រើនដើម្បីជួបចៅស្ទប់ចែកម្ដងទៀតនាងក៏បានសុំឪពុកធ្វើហាងលក់ដូរមួយនៅឯផ្សារហើយលោកភោគសេដ្ឋីក៏អនុញ្ញាតដែរតាមពិតទៅគឺនាងចង់មានបំណងដើម្បីស៊ើបរកចៅស្ទប់ចែកនេះឯងក្រោយមកនាងក៏បានទើបដឹងតាមរយៈកូនសិស្សម្នាក់នៃលោកអាចារ្យហើយក៏ឲ្យសិស្សម្នាក់នោះហៅចៅស្ទប់ចែកមកដើម្បីនាងបានធ្វើទានជាសម្លៀកបំពាក់គឺដល់លោកអាចារ្យគាត់ក៏ដេញចៅស្ទប់ចែកឲ្យទៅតែចៅស្ទប់ចែកពុំហ៊ានចេញទៅទទួលទេព្រោះពេលគេឃើញនាងកេសរមាលាវានឹកឃើញទៅដល់លោកភោគសេដ្ឋីចិត្តមៀក៏រត់គេចទៅស្នាវិញលោកអាចារ្យក៏ស្ដីបន្ទោសឲ្យវាក៏ដោះស្រាយថាសម្លៀកបំពាក់មិនស័ក្តិសមនឹងខ្លួនហើយតែធ្វើឲ្យវាមានគុណណាស់ក្រោយមកទៀតនាងកេសរមាលាបានប្រាប់ឲ្យទាស្រីនាងទៅហៅដល់សាលាចៅស្ទប់ចែកក៏នៅតែមិនព្រមទៅលុះដល់ពេលរដូវចូលឆ្នាំមកដល់លោកអាចារ្យក៏មានចិត្តធម៌មេត្តាឲ្យលុយមួយកាក់ទៅដើរលេងសប្បាយជាមួយគេពេលបានលុយចៅស្ទប់ចែកក៏នឹកឃើញចង់ទៅទិញនំសែនដូរដែរតែខ្លាចជួបនាងកេសរមាលានាងកេសរមាលាក៏ឲ្យគេទៅចាប់ចៅស្ទប់ចែកនៅកន្លែងលក់នំដើម្បីបង្ហាញពីទឹកចិត្តរបស់នាងថានាងមិនដូចឪពុកនាងទេពេលចាប់ចៅស្ទប់ចែកចូលទៅក្នុងផ្ទះនាងបានលុតជង្គង់ហើយសំពះតាមអាការៈជាស្ត្រីកំប្លែកនិងអង្វរឲ្យចៅស្ទប់ចែកទទួលយកនំចំណីនាងបំពាក់ពីនាងផងដែរត្រឡប់មកផ្ទះវិញចៅស្ទប់ចែកក៏សុំលោកអាចារ្យចេញរកស៊ីហើយលោកអាចារ្យក៏ឲ្យចៅស្ទប់ចែកយកនំឯកោហើយមកចៅស្ទប់ចែកក៏បានរៀនសូត្រនឹងគេដោយហេតុថាចៅស្ទប់ចែកជាតួអង្គព្រះពោធិសត្វវាក៏រៀនពូកែជាសត្វដទៃទៀតសម័យថ្ងៃមួយព្រះរាជាឈានចូលដល់វ័យចំណាស់ទ្រង់កើតមានគំនិតរកអ្នកស្នំទាំងអល់ទ្រង់ក៏ដាក់បញ្ជាឲ្យគេរកមនុស្សមានបុណ្យឲ្យផ្សំដំរីមកដល់ស្រុកដែលចៅស្ទប់ចែកនៅតែអាចារ្យបានរកសិស្សទាំងអស់ទៅគាល់ស្ដេចដើម្បីធ្វើជាការជ្រើសរើសចៅស្ទប់ចែកក៏ត្រូវទៅដែរតែចិត្តដល់រាជដំណាក់លោកអាចារ្យបានឃាត់ចៅស្ទប់ចែកឲ្យមើលអីវ៉ាន់ឲ្យគេនិយាយពីព្រះបន្ទេទីថ្មីពេលបានជួបនឹងប្រពន្ធវិញគឺនាងសុជីតាទ្រង់នឹកឃើញទៅដល់បុត្ររបស់ព្រះអង្គហើយនឹកឃើញថាបុត្រកំសត់ខ្លាំងពេកទ្រង់ក៏បានកាឡាខ្លួនជីតាចាប់អ្នកចុះមកយកបង្វិចផ្ញើចៅស្ទប់ចែកផងដែរពេលមានវងដំរីចេះចូលមកដល់និងដែលមានអីវ៉ាន់ច្រើនផងពីបាត់កានបាច់បាត់ចៅស្ទប់ចែកក៏រើសយកបង្វិចរបស់តាចាស់មកពាក់តាមបន្តាមស្លៀកពាក់រួចដំរីចេញមកដល់ល្មមហើយលូតជង្គង់នៅចំពោះមុខចៅស្ទប់ចែកចៅស្ទប់ចែកក៏ត្រូវដាក់និស្ស័យជាតាចាស់ក្រឹកក្រែងនៅចំពោះមុខវជារាមានការបាច់កាបជូនពរជ័យពីទេវតា
ក៏ត្រូវធ្វើតែរនកម្មឲ្យស្លាប់តែរនកម្មតែមិនឲ្យស្លាប់ទេហើយបណ្ដាតាមផ្សារមិនឲ្យអ្នកស្រុកយកនឹងរាប់តាមក្រោយមកចៅស្ដប់ជែកទ្រង់ព្រះផស្ដាជាព្រះមហាក្សត្រហើយក៏ចាត់អភិសេកយ៉ាងអធិកអធមសំរុំតាមប្រពៃណីដើម្បីស្រោចស្រង់កិត្តិយសឪពុកនាងក៏សំណូមពរឲ្យទ្រង់ដោះលែងឪពុករីឯមេស្រុកក៏ឡើងជាមហាតលិកហើយឪពុកក្មេកឡើងជាមេស្រុករួចទ្រង់ក៏វិលចូលព្រះបរមរាជវាំងវិញរស់នៅយ៉ាងសុខសាន្តត្រានតរៀងទៅអូខេអ្នកទាំងអស់គ្នារឿងចៅស្រទាប់ជ័យរបស់យើងគឺបានមកដល់ទីបញ្ចប់នេះគ្រាន់តែជាអត្ថបទរឿងសង្ខេបរបស់យើងទេបន្ទាប់ពី admin អានចប់អ្នកទាំងអស់គ្នាបានស្ដាប់យល់ត្រង់ណាខ្លះហើយនេះ admin នឹងច្បាច់យកកន្លែងសំខាន់របស់រឿងហ្នឹងទី1រឿងហ្នឹងរឿងចៅតបជ័យហ្នឹងគឺជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយខ្មែរពីព្រោះវាបានបង្ហាញពីជីវិតសង្គមជនបទនិងជំនឿបុរាណនឹងកន្លែងចំណុចសំខាន់ទី1បងប្អូនចំណុចសំខាន់ទី2គឺតួអង្គនៅក្នុងរឿងនេះមាននរណាខ្លះតួអង្គនៅក្នុងរឿងនេះគឺមានចៅស្រទាប់ជ័យជាក្មេងកំព្រាក្រីក្រក៏ប៉ុន្តែឆ្លាតវៃស្មោះត្រង់និងអត់ធ្មត់អ្នកមានអំណាចតំណាងឲ្យការឬអាតនិងអយុត្តិធម៌ត្រីទី3ប្រជាជនជនបទតំណាងឲ្យសង្គមទូទៅចំណែកឯដល់ចំណុចសំខាន់ទី3ដំណើររឿងសំខាន់គឺបងប្អូនចាំស្ដាប់ចៅស្រទាប់ជ័យរស់នៅក្នុងភាពក្រីក្រនិងត្រូវគេមើលងាយចុចត្រេទី2ទោះបីជាជួបការលំបាកក៏នៅតែប្រើប្រាជ្ញានិងការខិតខំត្រេទី3ត្រូវប្រឈមមុខនឹងការបោកប្រាស់និងការគំរាមកំហែងត្រេទី4ចុងក្រោយបានយុត្តិធម៌និងទទួលស្គាល់ពីសង្គមឥឡូវបងប្អូនដល់ចំណុចសំខាន់ទី4គឺកំណត់ស្នូលឬហៅថាអត្ថន័យរឿងគឺមានចំនួន3ត្រីទី1ប្រាជ្ញានិងសុចរិតភាពឈ្នះអស់អំណាចនិងទ្រព្យសម្បត្តិត្រីទី2កុំមើលងាយអ្នកក្រចំណែកឯត្រីទី3អំពើល្អនាំឲ្យបានផលល្អចំណែកឯចំណុចសំខាន់ទី5ចុងក្រោយបងប្អូនត្រូវចាំតម្លៃអប់រំរឿងណាក៏ដោយក៏ចុងក្រោយគឺយើងត្រូវតែឲ្យតម្លៃអប់រំទៅបីប្រធានតែងសេចក្តីក៏ដោយក៏យើងត្រូវចុងបញ្ចប់យើងត្រូវវាតម្លៃប្រធានដូចគ្នាហើយនេះតម្លៃអប់រំនៃរឿងមាន3ចំណុចបងប្អូនតែចាំមើលឬក៏អាចដាក់លើពីនេះទេក៏បានតែ admin បង្ហាញតែ3ចំណុច1បង្រៀនយើងឲ្យចេះអត់ធ្មត់ត្រីទី2លើកកម្ពស់ភាពស្មោះត្រង់និងការខិតខំប្រឹងប្រែងត្រីទី3បង្ហាញពីភាពមិនស្មើគ្នានៅក្នុងសង្គមចំណែកឯមួយទៀតមូលហេតុដែលគេចាត់ទុកថាជារឿងអក្សរសិល្ប៍ព្រោះប្រើភាសាសាមញ្ញងាយយល់ឆ្លុះបញ្ចាំងពីជីវិតពិតរបស់ប្រជាជនមានតម្លៃសង្គមនិងការអប់រំខ្ពស់នឹងគឺគេថាអ្វីបានជារឿងគេនិពន្ធមកហ្នឹងថាជារឿងអក្សរសិល្ប៍មិនមែនជាគេចាត់ទុកថាអ្វីបានគេចាត់ទុករឿងហ្នឹងជាអក្សរសិល្ប៍ប្រភេទណាក៏អត់ទេគេនិយាយជារួមហេតុអ្វីចាត់ទុករឿងហ្នឹងជាប្រភេទអក្សរសិល្ប៍តែតូនកន្លែងហ្នឹងបងប្អូនបន្ទាប់មក admin មានសំណួរ5ឲ្យបងប្អូនទាំងអស់គ្នាធ្វើបងប្អូនទាំងអស់គ្នាចាប់បានប៉ុណ្ណាធ្វើប៉ុណ្ណឹងចេះប៉ុណ្ណាធ្វើប៉ុណ្ណឹងហើយបើអត់ទាន់កន្លែងណាសួរ admin បានសំណួរទី1តើចៅស្រទាប់ជ័យជាតួអង្គប្រភេទណាសំណួរទី2តើជីវិតរបស់ចៅស្រទាប់ជ័យមានការលំបាកយ៉ាងដូចម្តេចខ្លះសំណួរទី3តើរឿងចៅស្រទាប់ជ័យចង់បង្ហាញគំនិតអ្វីដល់អ្នកអានសំណួរទី4តើហេតុអ្វីបានជា
គេមើងងាយចែកស្រទាប់ចេកទំនួលទី5ចូលរកតម្លៃអប់រំសំខាន់មួយនៅក្នុងរឿងនេះគឺរឿងចែកស្រទាប់ចេកអូខេ admin មានសំណួរ5ហ្នឹងទុកឲ្យអ្នកទាំងអស់គ្នាមើលទុកឲ្យអ្នកទាំងអស់គ្នាធ្វើបន្ទាប់ពីស្ដាប់ admin បកស្រាយនិងអានរឿងនេះចប់បើសិនជាបងប្អូនអត់ទាន់កន្លែងណាអត់យល់កន្លែងណាអាចសួរ admin បានទៅក្នុង comment វីដេអូហ្នឹងជាចុងក្រោយ admin សូមអរគុណសូមជម្រាបលាហើយអ្នកទាំងអស់គ្នាកុំភ្លេចចុច like subscribe ដាក់រងដល់ឲ្យ admin ម្នាក់មួយផងដើម្បីមានឱកាសជួបគ្នានៅវីដេអូបន្តក្រោយទៀតអរគុណសូមជម្រាបលា